នៅលើកោះដាច់ស្រយាលពិតតើវាពិបាកកម្រិតណាទៅក្តាមថ្មព្រៃកោងកាងទម្ងន់2គីឡូក្នុងមួយក្បាលក្រៅពីរសជាតិស្រស់ផ្អែមគឺគ្មានអ្វីប្លែកទេត្រីពណ៌ខៀវយៈធំជាងមនុស្សទៅទៀតញ៉ាំត្រីអាំងឆ្អែតខ្លាំងរហូតដល់យប់ដេកមិនលក់ថ្ងៃបន្ទាប់ចាប់បានបង្កងយៈមួយទៀតត្រីពណ៌ខៀវយប់មិញញ៉ាំច្រើនពេកធ្វើឲ្យដេកយប់ជ្រៅគ្មានចំណង់អាហារតតែសោះបង្កងធំញ៉ាំអស់ពាក់កណ្ដាលខ្ជិះខ្ជីអស់ពាក់កណ្ដាលពេលរសៀលចាប់បានត្រីតុកកែមួយក្បាលទៀតភ្លុកពីរបីម៉ាត់ធម្មតាក៏មិនបាត់ស្រេកទឹកដែរបង្ខំចិត្តបេះដូងពីរបីផ្លែដើម្បីផឹកការរស់រាននៅលើកោះស្ងាត់បែបនេះពិតជាពិបាកខ្លាំងណាស់ហូបមិនឆ្ងាញ់ដេកមិនលក់ស្រេកទឹកអាចផឹកបានតែទឹកដូងដូច្នេះលោកនេះ James សម្រេចចិត្តដូរទៅកោះស្ងាត់មួយទៀតបន្តការសាកល្បងនេះគឺជាកោះដាច់ស្រយាលមួយនៅប្រទេសឥណ្ឌូនេស៊ីទីនេះមានអាកាសធាតុក្តៅស្អុះស្អាប់មូសនិងសត្វល្អិតរំខាន កុំភ្លេច like និង subscribe គាំទ្រដល់ការ review របស់យើងដើម្បីផ្ដល់កម្លាំងចិត្តឲ្យខ្ញុំចេញវីដេអូបន្តទៀតការរស់រាននៅលើកោះស្ងាត់លើកនេះ James មិនបានយកភ្លើងមកទេមិនយកទឹកនិងអាហារមកទេសូម្បីតែស្បែកជើងក៏មិនបានពាក់ដែរកម្រិតនៃភាពលំបាកត្រូវបានឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងកាបូបស្ពីមានតែថង់ដេកនិងតង់ប៉ុណ្ណោះមានកែវទឹកមួយនិងកាំបិតកាក់មួយនៅសល់គឺមានតែ power bank បន្តិចបន្តួចលើកនេះគឺលេងមែនទែនហើយបន្ទាប់មកចាំមើលថាតើ James អាចរស់នៅលើកោះស្ងាត់នេះបានប៉ុន្មានថ្ងៃជាដំបូង James ចង់ស្វែងរកឆ្នេរដែលស័ក្តិសមសម្រាប់ស្នាក់នៅគាត់មានគម្រោងដើររកតាមបណ្ដោយឆ្នេរសមុទ្រឥឡូវនេះប្រហែលជាពេលដែលទឹកចូលទោះបីទឹកនៅក្បែរច្រាំងមិនជ្រៅតែក៏ឡើងខ្ពស់ដល់ជង្គង់ដែរ James បានប្រទះឃើញត្រីពណ៌មាសមួយក្បាលក្នុងទឹកបើសិនជាអាចចាប់វាបានគឺអាចញ៉ាំឆ្អែតតាំងពីដំបូងមួយពេលប៉ុន្តែកន្ទុយត្រីនេះអាចវាយប្រហារមនុស្សបើសិនជាដៃទេយកល្អកុំប៉ះវាអី James ក៏បានប្រទះឃើញសំណាញ់មួយតែរហែកសំណាញ់នេះប្រហែលជាមានប្រយោជន៍សម្រាមនៅតាមច្រាំងមានច្រើនណាស់ James បានរើសដៃកេះប៉ុន្មានដាំដោយចៃដន្យក្នុងដៃកេះនៅមានកាសប្រហែលជានៅប្រើបានហើយក៏មាន10កែវដែលគេបោះចោលមួយយកមកដាក់ទឹកគឺល្អគួរសមវត្ថុផ្ទុកនៅតាមច្រាំងមានដក់ទឹកមិនតិចទេមើលទៅហាក់ដូចជាស្អាតមិនមានការបំពុលទេ James យកអណ្ដាតភ្លុកបន្តិចបញ្ជាក់ថានេះគឺជាទឹកសាបប្រហែលជាទឹកភ្លៀងដែលដក់ទុកប៉ុន្តែត្រូវដាំឲ្យពុះទើបអាចផឹកបានដោយសុវត្ថិភាពគ្រាន់តែដើររុករកបន្តិច James រើបានរបស់ល្អមិនតិចទេរបស់ទាំងនេះក្នុងភ្នែកមនុស្សធម្មតាគ្រាន់តែជារបស់បោះចោលប៉ុន្តែក្នុងភ្នែកអ្នករស់រានមានជីវិតនៅលើកោះស្ងាត់គឺជាកំណប់គាត់ថែមទាំងរើបានដើមឫស្សីត្រង់មួយដើមទៀតដើមឫស្សីនេះអាចធ្វើជាលំពែងវែងអាចប្រើសម្រាប់បរបាញ់ត្រីពណ៌មាស James ចិត្តចង់ឫស្សីឲ្យស្រួចអាហារនៅលើកោះស្ងាត់គឺមានតម្លៃណាស់ដូច្នេះត្រូវព្យាយាមកុំឲ្យខកខានឱកាសបរបាញ់ណាមួយគាត់កាន់លំពែងត្រឡប់ទៅកន្លែងដាំដែលឃើញត្រីពណ៌មាសមិនត្រឹមតែមិនហែចេញទៅទេថែមទាំងនៅស្ងៀមឲ្យលំពែងរបស់ James ចាក់ចំទៀតនឹកស្មានមិនដល់ថាការបរបាញ់ងាយស្រួលយ៉ាងនេះសោះមិនប្រហែលជាការរស់រាននៅលើកោះស្ងាត់លើកនេះនៅតែមិនអាចគេចផុតពីបណ្ដាសាញ៉ាំឆ្អែតពេកទេដឹងផ្នែកកន្ទុយត្រីពណ៌មាសមានបន្លាមួយដែលមានពីរត្រូវតែយកបន្លាពីរចេញទៅធានាសុវត្ថិភាព James ដៃម្ខាងកាន់កាមេរ៉ាដៃម្ខាងកាន់លំពែងភ្លាមនោះគាត់មិនដឹងថាត្រូវចាត់ការត្រីពណ៌មាសនេះយ៉ាងម៉េចនៅពេលចង់ទាញវាយឺតឡើងគោកស្វែងរកហាងផ្លូវការ flagship តាក់ទងផ្នែកបម្រើអតិថិជន V លេខ222ដើម្បីទទួលបានការបញ្ចុះតម្លៃ75វាបានរត់បាត់ទៅហើយលំពែងឫស្សីក៏បាក់ដែរការបរបាញ់លើកដំបូងបានជួបការបរាជ័យយ៉ាងធំគុណភាពដើមឫស្សីនេះធ្វើឲ្យ James ខឹងរហូតដល់សើចដើមឫស្សីនេះបានផ្ដល់មេរៀនដ៏មានតម្លៃដល់គាត់រឿងនោះធ្វើឲ្យ James ដឹងថាត្រូវធ្វើលំពែងដែលមានគុណភាពអាចទុកចិត្តបានទើបអាចបង្កើនអត្រានៃការបរបាញ់បានជោគជ័យរឿងបរបាញ់ត្រូវបានទុកមួយ like សិនអ្វីដែលសំខាន់បំផុតនៅចំពោះមុខគឺការស្វែងរកកន្លែងសម្រាប់សាងសង់ចម្រោកនៅទីនេះមានតំបន់មួយដែលស្រឡះនឹងរាបស្មើ James ចង់ស្នាក់នៅទីនេះសាងសង់ចម្រោកមួយដែលមានតម្លៃជាង100លានគាត់រកឃើញដើមឫស្សីប្រវែងប៉ុន្មានម៉ែត្រប្រវែងឫស្សីនេះវែងល្មមអាចឈោងដល់ចុងដូង James យកឫស្សីវីទម្លាក់ដូងមួយផ្លែមុនពេលបង្កាត់ភ្លើងបាននេះគ្រាន់តែជាប្រភពបន្ថែមទឹកសាបដ៏សំខាន់របស់គាត់ប៉ុណ្ណោះមនុស្សពេញវ័យម្នាក់ត្រូវការទឹក2ទៅ5លីត្រជារៀងរាល់ថ្ងៃបរិមាណជាក់លាក់គឺអាស្រ័យលើអាកាសធាតុកម្រិតនៃសកម្មភាពនិងទម្ងន់របស់មនុស្សម្នាក់ចំណែកដូងទុំមួយផ្លែផ្ទុកទឹកដូងប្រហែល300ទៅ400មីលីលីត្រនិយាយម្យ៉ាងទៀត James ត្រូវការប្រមូលដូង17ផ្លែទើបគ្រប់គ្រាន់សម្រាប់ផឹកក្នុងមួយថ្ងៃការផឹកទឹកដូងដើម្បីបំបត្តិការស្រេកទឹកនៅលើកោះស្ងាត់មិនមែនជាផែនការរយៈពេលយូរទេនៅតែត្រូវស្វែងរកប្រភពទឹកសាបទើបអាចរស់រានមានជីវិតប្រកបដោយស្ថិរភាព James កាប់ដូងមួយផ្លែហើយចិត្តបំពង់ឫស្សីធ្វើជាទុយយោបឺតពិតជាមនុស្សដែលមានរោគសញ្ញាចង់បានភាពល្អឥតខ្ចោះមែននៅទីណាក៏ពោពេញទៅដោយអារម្មណ៍បែបពិធីការដែររសជាតិផ្អែមស្រាលរបស់ទឹកដូងនាំមកនូវអារម្មណ៍ពេញចិត្តរយៈពេលខ្លីដល់គាត់ដូងគឺជាកំណប់នៅលើកោះស្ងាត់ទឹកអាចបំបត្តិការស្រេកសាច់ក៏អាចបន្ថែមថាមពលបន្ទាប់ពីបានកម្លាំងឡើងវិញ James សម្រេចចិត្តបង្កាត់ភ្លើងមុនគេនៅលើកោះស្ងាត់អ្វីដែលមិនខ្វះបំផុតគឺអុសគាត់យកឈើមកឈូសយកកំទេចឈើបន្តិចសម្រាប់ធ្វើប្រដាប់បង្កាត់ភ្លើងស្រោមដូងស្ងួតអាចធ្វើជាគ្រឿងបញ្ឆេះភ្លើងបានតែកេះដែលរើបាននៅលើកោះស្ងាត់ឥឡូវអាចយកមកប្រើការបានហើយ James ដំដៃកេះយកដុំថ្មបញ្ឆេះភ្លើងនៅខាងក្នុងគាត់ចង់ដំឡើងវាឡើងវិញឲ្យคล้ายជាដៃកេះពេញលេញមួយដំឡើងគ្រឿងបន្លាស់ដែលនៅល្អចូលទៅក្នុងដៃកេះដែលនៅមានកាសប៉ុន្តែមើលទៅគាត់ហាក់ដូចជាវិតម្លៃសមត្ថភាពសិប្បកម្មរបស់គាត់ខ្ពស់ពេកហើយត្រឹមតែរើសតូចមួយធ្វើឲ្យគាត់ចំណាយពេលជាង1ម៉ោងសំណាងល្អទីបំផុតក៏អាចធ្វើដៃកេះមួយបានសម្រេចឲ្យតែអាចឆេះចេញផ្កាភ្លើងគឺមានឱកាសបង្កាត់ភ្លើងបានជោគជ័យប៉ុន្តែគាត់បែរជាមិនប្រញាប់បង្កាត់ភ្លើងបែរជាខ្ជះខ្ជាយពេលទៅស្ទូចត្រីទៅវិញស្ទូចត្រីមិនបានក៏ដើររកអ្វីផ្សេងទៀតដើម្បីញ៉ាំគាត់ប្រទះឃើញនៅលើកោះមានដើមរុក្ខជាតិស្លឹកក្រាស់បណ្ដូលពណ៌របស់វាអាចញ៉ាំបានប៉ុន្តែផ្នែកដែលញ៉ាំបានគឺមានតិចណាស់គុំនិយាយដល់រឿងញ៉ាំឆ្អែត James នៅប្រទះឃើញបន្ទះក្តារដែលគេបោះចោលមួយនៅលើដីតែគោនៅលើនោះនៅអាចយកមកប្រើឡើងវិញបានគាត់សម្អាតទីធ្លាទំនេរមួយកន្លែងហើយបោះតង់ធ្វើជាចម្រោក
ต้องមានហើយបើអាចរកបានអាហារពេលល្ងាចទៀតគឺរឹតតែល្អឥតខ្ចោះព្រះហាក់ដូចជាមិនអនុគ្រោះដល់បុរសវ័យក្មេងនេះសោះយប់នេះមើលទៅប្រហែលជាត្រូវអត់ឃ្លានហើយបន្ទាប់ពីថ្ងៃលិច James ត្រឡប់មកតង់វិញគាត់យកអុសស្ងួតនិងប្រដាប់បញ្ឆេះភ្លើងចូលក្នុងតង់ដើម្បីការពារកុំឲ្យសាំពេលមានភ្លៀងធ្លាក់នៅកណ្ដាលយប់ថ្ងៃដំបូងទោះបីជាចាប់ត្រីមិនបានតែយ៉ាងហោចណាស់នៅមានសាច់ដូងញ៉ាំព្រលឹមថ្ងៃទី2គាត់រៀបចំដូងមួយផ្លែធ្វើជាអាហារពេលព្រឹកបន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចគាត់ក៏ទៅឆ្នេរសមុទ្រដើម្បីពិនិត្យមើលឧបករណ៍ត្រងទឹកគាត់ប្រើវត្ថុដែលគេបោះចោលដើម្បីត្រងទឹកភ្លៀងនឹកស្មានមិនដល់ថាទទួលបានពេញពីកែបធំ James រៀបចំដៃគោដែលរើសបានកាលពីម្សិលមិញរួចចោះប្រហោងនៅលើកំណាត់ឈើមួយគាត់ចង់ភ្ជាប់ដៃគោទៅនឹងឈើនោះដើម្បីធ្វើជាលំពែងចាក់ត្រីពេលនេះប្រហែលជាអ្នកទាំងអស់គ្នានឹងឆ្ងល់ហេតុអ្វីបានជានៅត្រង់រូបខោរបស់គាត់មានប្រហោងធ្លុះមួយមានអ្នកណាដឹងមូលហេតុទេអាចពន្យល់នៅក្នុងផ្នែកខមមិនបានលំពែងចាក់ត្រីនេះត្រូវបានបញ្ចប់យ៉ាងឆាប់រហ័សក្រោមការខិតខំប្រឹងប្រែងខំថ្មីរបស់ James លំពែងចាក់ត្រីមួយដែលមានដៃគោច្រេះ3បើសិនជាត្រីពណ៌មាសកាលពីម្សិលមិញត្រូវលំពែងនេះចាក់ចំបើមិនបានចាក់ថ្នាំការពារតេតាណូទេប្រហែលជាពិបាករស់ហើយ James កាន់លំពែងដើរល្បាតតាមមាត់ច្រាំងយ៉ាងលឿនគាត់ប្រទះឃើញត្រីពណ៌មាសមួយក្បាលលើកនេះដាច់ខាតមិនឲ្យវារួចខ្លួនទេ James បានបាញ់ចំក្បាលត្រីពណ៌មាសកន្ទុយត្រីពណ៌មាសបន្តរកគោដៅវាប្រហារពេលដែលគាត់គិតថាចិត្តបានស៊ីសាច់ហើយត្រីពណ៌មាសក៏បានរត់គេចខ្លួនម្ដងទៀតកម្លាំងជីវិតរបស់ត្រីពួកនេះខ្លាំងយ៉ាងនេះឬត្រូវលំពែងចាក់ចំហើយនៅតែខ្លាំងក្លាបែបនេះទៀត James ក៏ពិបាកយល់ណាស់ដែរហេតុអ្វីបានជាត្រីទាំងនេះអាចគេចផុតពីលំពែងរបស់គាត់ជាបន្តបន្ទាប់គាត់បន្តរងចាំចំណីបន្ទាប់លេចមុខនៅទីនេះយ៉ាងលឿនត្រីពណ៌មាសមួយទៀតក៏មកដល់ James ក៏បានបាញ់ចំបន្តទៀតត្រីពណ៌មាសប៉ុន្តែដោយសារបារម្ភពីបន្លាពិសនៅកន្ទុយវា James មិនហ៊ានប្រើដៃចាប់តតែសោះបើមានឱកាស James ក៏បន្ថែមមួយចាក់ទៀតត្រីពណ៌មាសបានគេចខ្លួន3ដងជាប់គ្នាជួនកាលមនុស្សយើងសីសំបីតែសាច់ខ្លាញ់ដល់មាត់ហើយក៏របូតបាត់ដែរជាធម្មតាត្រីពណ៌មាសមានចរិតស្លូតបូតមិនឈ្នះវាប្រហារមនុស្សទេប៉ុន្តែនៅពេលដែលត្រូវគេជន់ឬរងការគំរាមកំហែងវានឹងបកកន្ទុយយ៉ាងខ្លាំងដោយប្រើបន្លាពីដើម្បីវាយបកពីសអាចបណ្ដាលឲ្យឈឺចាប់ខ្លាំងហើមនឹងរមួលសាច់ដុំធ្ងន់ធ្ងរអាចបណ្ដាលឲ្យសន្លប់ទោះបីជា James ចាក់ចំត្រីពណ៌មាសជាប់គ្នាក៏ដោយប៉ុន្តែដៃម្ខាងកាន់លំពែងដៃម្ខាងកាន់កាមេរ៉ាដូច្នេះគាត់គ្មានដៃទំនេរដើម្បីកាត់កន្ទុយត្រីពណ៌មាសតតែសោះនេះគឺជាមូលហេតុគន្លឹះដែលធ្វើឲ្យត្រីរត់រួចជាបន្តបន្ទាប់បើសិនជាលំពែងបុរាណមានមុខធ្គាបប្រហែលជាអាចទាញត្រីពណ៌មាសចេញពីទឹកបានហើយម្សិលមិញ James រើសបានពងសន្ទូចមួយនៅក្រោមខ្សែពងនៅមានផ្លែសន្ទូចមួយ James មានបំណងកែច្នៃផ្លែសន្ទូចនេះទៅជាអាវុធមួយមានផ្លែសន្ទូចនេះប្រហែលជាអាចទាញត្រីពណ៌មាសពីក្រោមទឹកឡើងមកបាន James កាន់អាវុធចាប់ត្រីដែលបានកែច្នៃរួចដើរតាមច្រាំងរកត្រីពណ៌មាសដើរមួយជុំមិនឃើញត្រីពណ៌មាសសោះតែក្រវីដៃមួយទំហឹងដោយចៃដន្យក៏នឹកស្មានមិនដល់ James វាសន្លប់ត្រីមួយក្បាលមានអ្នកណាដឹងថានេះជាត្រីអ្វីទេអាចសរសេរចម្លើយនៅក្នុងផ្នែកខមមិនបានពីថ្ងៃនេះអាកាសធាតុអាក្រក់រហូតឡើងកោះមិនមើលថ្ងៃទូបាយមាសក៏គ្មានដែរដាំដងរមួយដាំបានតាក់ទាញចំណាប់អារម្មណ៍របស់គាត់ James បេះដូងតែមួយគត់នៅលើដាំនោះចុះមកនៅលើកោះស្ងាត់អ្វីដែលគាត់អាចញ៉ាំបានគឺមានតែដូងប៉ុណ្ណោះមេឃធ្លាក់ភ្លៀងយ៉ាងខ្លាំងដូចគេចាក់ទឹកគាត់ឈរក្រោមភ្លៀងផឹកទឹកដូងដល់ពេលសីផឹកទឹកដូងសុទ្ធក៏លីឡំដោយទឹកភ្លៀងដែរឆ្នេរសមុទ្រដ៏ស្រស់ស្អាតកាលពីមុនក៏ផ្លាស់ប្ដូរទៅតាមអាកាសធាតុ James ទូភ្លៀងកាប់ដូងក្នុងភ្នែកគាត់ដូងសំខាន់ជាងភ្លៀងធ្លាក់ខ្លាំងភ្លៀងធ្លាក់ខ្លាំងយ៉ាងម៉េចមនុស្សគឺដែកបាយគឺថែបត្រីធំប៉ុណ្ណាក៏ត្រូវតែញ៉ាំដែរមុនពេលចាប់បានត្រីសាច់ដូងគឺជាប្រភពធម្មពលតែមួយគត់ជារៀងរាល់ថ្ងៃរបស់គាត់ប៉ុន្តែភ្លៀងមួយមេនេះពិតជាធំខ្លាំងណាស់ឲ្យតែគ្មានរន្ទះបាញ់ភ្លៀងធំយ៉ាងណាក៏មិនបង្កបួសស្នាមផ្នែករៀងកាយដល់គាត់ទេអាកាសធាតុបច្ចុប្បន្នអាក្រក់ណាស់ការស្វែងរកចំណីនៅក្រោមសមុទ្រខ្លាចជារឿងពិបាកខ្លាំង James សម្រេចចិត្តចូលជ្រៅទៅក្នុងកោះដើម្បីសាកល្បងសំណាងនៅពេលរុករកក្នុងកោះគាត់បានប្រទះឃើញវត្ថុប្លែកមួយចំនួនរាប់ទ្រុសទៅនៅទីនេះមានភ្នូប្រហែល9មើលទៅហាក់ដូចជាគ្មានអ្នកមើលថែយូរមកហើយ James មិនយល់ថាហេតុអ្វីបានជាមានទីបញ្ចុះសពលេចឡើងនៅទីនេះថែមទាំងក៏ប្រមូលផ្ដុំគ្នាបែបនេះទៀតគាត់ឡើងកោះដើម្បីរស់រានមានជីវិតមិនមែនដើម្បីមកស្លាប់ទេដូច្នេះគាត់ក៏ប្រញាប់ចាក់ចេញពីទីនោះគាត់បានប្រទះឃើញក្តាមមួយក្បាលនៅលើដីក្តាមមួយក្បាលនេះទំហំមិនតូចទេប៉ុន្តែ James មិនប្រកាសថាវាអាចញ៉ាំបានឬអត់ទេមើលពណ៌ក្តាមក្រហមស្វាយគាត់មិនហ៊ានប្រថុយទេដោយសារខ្លាចស្លាប់គាត់ក៏ដាក់ក្តាមនោះនៅកន្លែងដាំវិញអស់ជំរឿគាត់មានតែអោបដងគេថ្ងៃនេះមិនទទួលបានលទ្ធផលអ្វីសោះ James សម្រេចចិត្តដេកពីព្រលឹមព្រឹកព្រលឹមថ្ងៃទី3ភ្ញាក់ឡើងឃើញអាកាសធាតុល្អជាងមុនឆ្ងាយភ្លៀងធ្លាក់ខ្លាំងកាលពីម្សិលមិញធ្វើឲ្យតង់សាមជោគ James ត្រាំខ្លួនក្នុងតង់ពេញមួយយប់មនុស្សធម្មតាប្រកាសជាពិបាកទ្រាំណាស់ James នឹកឃើញបទពិសោធន៍យប់មិញខ្យល់បក់ខ្លាំងមួយមេធ្វើឲ្យធាងដងស្ងួតធ្លាក់ចុះមកនិងបោកផ្ទប់នឹងតង់របស់គាត់បណ្ដាលឲ្យតង់ខូចខាតគាត់មានអារម្មណ៍ថាខ្លួនត្រូវបានកោះនេះដាក់បណ្ដាសាតាំងពីឡើងកោះមកដល់ពេលនេះមិនទាន់មានអ្វីលួងសោះថ្ងៃនេះ James សម្រេចចិត្តបង្កាត់ភ្លើងមើលចុះមើលផ្ទាំងកៅស៊ូនេះមើលតើយើងមានគាត់ប្រើផ្កាភ្លើងពីការគិតដែកកេះដើម្បីបញ្ឆេះប្រដាប់បង្កាត់ភ្លើងផ្កាភ្លើងនោះបានបំភ្លឺក្តីសង្ឃឹមរបស់គាត់ដូចជាពេលដែលប្រើលំពែងចាប់បានត្រីពណ៌មាសដែរ
គួរឲ្យស្ដាយដែលបន្ទាប់មកត្រីក៏រត់បាត់គំនរភ្លើងតូចក៏រលត់តាមនោះដែរពេលនេះភាពស៊ុយនៅលើខ្លួន James ហាក់ដូចជាលេចជារូបរាងហើយប៉ុន្តែជីវិតមិនដែលជួបការលំបាកហើយបោះបង់នោះទេ James រៀបចំប្រដាប់បង្កាត់ភ្លើងឡើងវិញពូជប្រាដែលកេះបង្កើតផ្កាភ្លើងម្ដងទៀតអាមួយនេះ